ជំរាបសួរពុកម៉ែបងប្អូនបានហូបបាយដែរថ្ងៃនេះយើងខ្ញុំចង់មកឆាគីងឆាយជាមួយសាច់ជ្រូកញ៉ាំម្ដងគឺសាច់ជ្រូកខ្ញុំដាក់ចំនួន3ខាំហើយគីងឆាយរបស់ខ្ញុំម្ដុំនេះម្ដុំធំនេះគឺ1គីឡូ10000រៀលឥឡូវចាប់ផ្ដើមមកធ្វើឆាគីងឆាយញ៉ាំជាមួយខ្ញុំទាំងអស់គ្នាខ្ញុំកាត់ជីគីងឆាយរបស់យើងត្រាំទឹកឲ្យស្អាតសិនហើយយើងជ្រូកហាន់សិនចាំចាប់ដើមឆានេះគីងឆាយរបស់ខ្ញុំគឺយើងបានលាងទឹកហើយចុចជាចំណិតតូចៗរួចរាល់ហើយនេះសាច់ជ្រូករបស់ខ្ញុំដល់ចាប់ដើមឆាជាមួយយើងទាំងអស់គ្នានេះបងប្អូនពងខ្ទឹមយើងឲ្យបានឈ្ងុយមកបន្ទាប់មកយើងចាក់សាច់ជ្រូកចូលឆាពី3កន្លប់មកបងប្អូនសម្រាប់គ្រឿងខ្ញុំដាក់ស្ករស1ស្លាបព្រាបាយកន្លះអំបិលកន្លះស្លាបព្រាបាយអូនទឹកត្រី1ស្លាបព្រាប្រេងខ្យងដាក់2ស្លាបព្រាបាយបងប្អូនឆាចូលគ្នាឲ្យសព្វមកបងប្អូននេះបន្ទាប់ពីឆាគ្រឿងយើងជាមួយសាច់ជ្រូកចូលគ្នាសព្វហើយឥឡូវខ្ញុំចាប់ដើមចាក់គីងឆាយរបស់យើងចូលហើយច្របល់ចូលគ្នាឆាឲ្យរៀងសព្វប្រហែលជាមកចោលប្រហែលជា10នាទីទៅ10ព្រឹកឲ្យសព្វសិនចាំខ្ញុំគោះពងទាមកគ្រាប់ដាក់ចូលនេះគីងឆាយយើងក៏ពីឆាបាន10នាទីឃើញថាប៉ុណ្ណឹងគឺល្មមញ៉ាំហើយខ្ញុំឆារៀងយូរតិចឲ្យថាផ្ទះខ្ញុំប៉ាម៉ាក់ក្មេងមិនសូវល្អខ្ញុំលើសកម្មដាក់ពងទាមកគ្រាប់ចូលមកណោះហើយយើងឆា3 4កន្លប់ទៀតណាឥឡូវនេះចាប់តាមដាក់ស្លឹកខ្ទឹមរបស់យើងចូលនេះឆាគីងឆាយរបស់ខ្ញុំវាបានរសឆ្អិនរួចរាល់ហើយចំណងអត់ពុកម៉ែបងប្អូន